ស្លាកស្នាមប្រវត្តិសាស្ត្រដែលកូនខ្មែរគួរតែដឹងនិងចងចាំទុកជាមេរៀនកូនស្រីស្ដេចរាមាទី9ពីររូបធ្លាប់យាងមកទស្សនកិច្ចនៅកម្ពុជាក្នុងនោះក្សត្រីសុរិន្ទថនមកកម្ពុជាលើស10ដងខណៈបុត្រីពៅក្សត្រីចលផនម្ចាស់មូលនិធិបរិច្ចាគលុយធ្វើរបងព្រំដែនជាមួយកម្ពុជាក៏ធ្លាប់មកកម្ពុជាម្ដងដែរកងប្រវត្តិសាស្ត្រនៅតែបន្តវិលទៅមុខឥតឈប់ឈរហើយរឿងរ៉ាវខ្លះបានកើតឡើងដែរតែមិនត្រូវបានកត់ត្រាឬបានកត់ត្រាទុកដែរតែបែរជាត្រូវបានបំផ្លិចបំផ្លាញដោយសារតែសង្គ្រាមលាក់នឹងលាក់យ៉ាងណាមិញបើមើលតាមឯកសារឃើញថាបុត្រីទី3និងទី4បុត្រីពៅស្ដេចរាមាទី9គឺព្រះបាទភូមិបុលអដុលយ៉ាដេតធ្លាប់យាងមកធ្វើទស្សនកិច្ចនៅកម្ពុជាសរុប12លើកដោយមួយលើកមានសម្លេងខ្សឹបខ្សៀវតគ្នាពីមាត់មួយទៅមាត់មួយថាមិនមែនជាការមកជួយកម្ពុជាដើម្បីការងារមនុស្សធម៌ពិតប្រាកដនោះឡើយតែវាបដូរមកវិញនៅការបាត់បង់នៅវត្ថុមានតម្លៃមួយចំនួនដោយមានការលើកឡើងកន្លងទៅថារូបសំណាកព្រះនរាយជិះពីលើស្ដេចគ្រុឌបាញ់ព្រួញទៅប្រទេសថៃត្រូវបានដកចេញទៅវិញដោយសារតែក្សត្រីសុរិន្ទថននេះមិនគាប់ព្រះតីពេលជិះព្រះទីនាំងឆ្លងកាត់ផ្លូវរង្វង់មូលនៅក្នុងខេត្តសៀមរាបផងដែរដោយឡែកប្អូនស្រីពៅក្សត្រីចលផនដែលកំពុងតែធ្វើសកម្មភាពយ៉ាងចំហដោយមកដល់ពេលនេះមូលនិធិហរតិទិព្វរបស់ព្រះនាងប្រមូលបានលុយជាង100លានបាតដើម្បីយកមកកសាងរបងនៅតាមព្រំដែនជាមួយកម្ពុជាក្នុងមូលដ្ឋានខេត្តស្រះកែវនិងបន្ទាយមានជ័យហើយខណៈក្សត្រីសុរិន្ទថននៅតែបន្តជំនួយទៅដល់យោធាភូមិភាគ2របស់សៀមទាំងផ្នែកស្មារតីនិងសម្ភារៈដែលជាសញ្ញាបង្ហាញយ៉ាងប្រសិទ្ធថារាជវង្សថៃផ្ដល់នូវការគាំទ្រពេញទំហឹងចំពោះអំពើឈ្លានពានកម្ពុជាយោងតាម Facebook អាណាចក្រចំណេះដឹងបានលើកឡើងពីប្រវត្តិនៃដំណើរទស្សនកិច្ចរបស់កូនស្ដេចថៃទាំងពីរអង្គនេះដូចតទៅថ្ងៃនេះយើងមករំលឹកឡើងវិញពីដំណើរទស្សនកិច្ចរបស់អ្នកជំនាន់ក្រោយរាជវង្សចក្រីទាំងពីរអង្គនេះមកកាន់ព្រះរាជាណាចក្រកម្ពុជាយើងដើម្បីទុកជាចំណេះដឹងផងនិងដើម្បីជាការសិក្សាស្វែងយល់ផង1ក្សត្រីសុរិន្ទថនក្សត្រីអង្គនេះជាបុត្រីសំណប់របស់ស្ដេចរាមាទី9រហូតដល់មានដំណឹងថាស្ដេចចង់កែច្បាប់វាំងដើម្បីតែងតាំងទ្រង់ជាស្ដេចស្រីផងដែរតែគ្រប់យ៉ាងត្រូវបានស្ដេចរាមាទី10ដឹងនិងហាមឃាត់ទាន់កាលដែលទ្រង់ទទួលបានក្តីស្រឡាញ់ពីបិតាព្រោះទាំងអត្តចរិតនិងចំណូលចិត្តគឺដូចបិតាណាស់ហើយទ្រង់ក៏ជាអ្នកមានជំនាញខាងប្រវត្តិសាស្ត្រភាសាវិទ្យាសិលាចារឹកអក្សរសាស្ត្របាលីសំស្ក្រឹតនិងបណ្ឌិតផ្នែកការអភិវឌ្ឍវិស័យអប់រំក្សត្រីសុរិន្ទថនបានមកបំពេញទស្សនកិច្ចនៅកម្ពុជាជាច្រើនលើកច្រើនសារណាស់តាំងពីឆ្នាំ1992មកដោយដំណើរទស្សនកិច្ចចុងក្រោយបំផុតរបស់ព្រះនាងគឺកាលពីខែកុម្ភៈឆ្នាំ2016ដែលគ្រប់គ្នានៅចងចាំបានអំពីការសាងសង់បង្គន់សម្រាប់ព្រះនាងនៅមាត់បឹងយក្សឡោមលើកទី1ចាប់ពីថ្ងៃទី25ដល់27ខែសីហាឆ្នាំ1992ទ្រង់បានយាងមកភ្នំពេញក្នុងឋានៈជាភ្ញៀវផ្លូវរដ្ឋនិងតបតាមការយាងរបស់សម្ដេចព្រះករុណាបរមរតនកោដ្ឋព្រះនាងបានយាងទតរាជវាំងសារមន្ទីរវត្តភ្នំផ្សារថ្មីបណ្ណាល័យជាតិមណ្ឌលកុលាបភ្នំឧដុង្គប្រាសាទតាព្រហ្មទន្លេបាទីនិងជុំវិញរាជធានីភ្នំពេញលើកទី2ថ្ងៃទី8ខែមករាឆ្នាំ1993យាងមកទស្សនកិច្ចមន្ទីរពេទ្យនិងសាលារៀននៅក្នុងខេត្តកោះកុងដោយទ្រង់បានជិះកប៉ាល់ចេញពីខេត្តត្រាតឆ្លងចូលមកក្នុងខេត្តកោះកុងលើកទី3ចាប់ពីថ្ងៃទី12ដល់18ខែមករាឆ្នាំ1993យាងមកភ្នំពេញនិងសៀមរាបដើម្បីសិក្សាផ្ទាល់នៅបណ្ដាលបុរាណស្ថាននិងប្រវត្តិសាស្ត្រកម្ពុជាលើកទី4ចាប់ពីថ្ងៃទី1ដល់ទី2ខែសីហាឆ្នាំ1996ទ្រង់ដឹកនាំសិស្សនីតិហ៊ានពីសាលាយោធាចល័តចំខ្លៅមកទស្សនកិច្ចស្វែងយល់ប្រវត្តិសាស្ត្រនៅសៀមរាបនិងភ្នំពេញលើកទី5ថ្ងៃទី22ខែមិថុនាឆ្នាំ1999ទ្រង់ដឹកនាំសិស្សនីតិហ៊ានពីសាលាយោធាចល័តចំខ្លៅមកទស្សនកិច្ចស្វែងយល់ប្រវត្តិសាស្ត្រនៅប្រាសាទបន្ទាយឆ្មារអង្គរវត្តអង្គរធំលើកទី6ចាប់ពីថ្ងៃទី7ដល់ទី11ខែកុម្ភៈឆ្នាំ2000មកទស្សនកិច្ចខេត្តសៀមរាបនិងកំពង់ធំលើកទី7ចាប់ពីថ្ងៃទី15ដល់ទី16ខែវិច្ឆិកាឆ្នាំ2000ដឹកនាំក្រុមប្រឹក្សាភិបាលមូលនិធិមកទស្សនកិច្ចក្រុងភ្នំពេញលើកទី8ចាប់ពីថ្ងៃទី16ដល់18ខែឧសភាឆ្នាំ2001យាងមកភ្នំពេញដើម្បីសម្ពោធស្ថានទូតថៃថ្មីលើកទី9ចាប់ពីថ្ងៃទី16ដល់17ខែកក្កដាឆ្នាំ2001យាងមកភ្នំពេញក្នុងដំណើរទស្សនកិច្ចជាផ្លូវរដ្ឋលើកទី10
ចាប់ពីថ្ងៃទី21ដល់22ខែឧសភាឆ្នាំ2002យាងមកជាលក្ខណៈឯកជនដើម្បីទស្សនាគម្រោងរៀបចំវិទ្យាល័យរបស់ព្រះអង្គនៅកំពង់ឈើទាលស្រុកសម្បូរព្រៃគុកកំពង់ធំលើកទី11ចាប់ពីថ្ងៃទី9ដល់ទី10ខែវិច្ឆិកាឆ្នាំ2005យាងមកកម្ពុជាដើម្បីសម្ពោធនិងព្រះរាជទានវិទ្យាល័យកំពង់ឈើទាលនៅស្រុកប្រាសាទសម្បូរព្រៃគុកខេត្តកំពង់ធំលើកទី12ចាប់ពីថ្ងៃទី22ដល់24ខែកុម្ភៈឆ្នាំ2016យាងមករាជធានីភ្នំពេញនិងបណ្ដាខេត្តនានាដូចជាខេត្តកំពង់ស្ពឺព្រៃវែងត្បូងឃ្មុំនិងរតនគិរីក្សត្រីសុរិន្ទធននេះតែងតែគោរពរាប់អានបណ្ដាអ្នកប្រាជ្ញខ្មែរណាស់និងស្រឡាញ់សម្បត្តិវប្បធម៌របស់ខ្មែរណាស់ហើយមានគោលដៅយកជាកម្មសិទ្ធិរបស់ខ្លួនផងដែរ 2. ក្សត្រីចលភ័ណ្ឌជាប្អូនស្រីរបស់ស្ដេចរាមាទី10បច្ចុប្បន្ននិងជាកូនស្រីពៅរបស់ស្ដេចរាមាទី9ក្សត្រីអង្គនេះគឺមានជំនាញខាងផ្នែកវិទ្យាសាស្ត្រហើយទ្រង់ធ្លាប់មកកម្ពុជាតែម្ដងទេគឺចាប់ពីថ្ងៃទី30ខែមករាដល់ថ្ងៃទី1ខែកុម្ភៈឆ្នាំ1993ដោយទ្រង់មកទស្សនកិច្ចខេត្តបាត់ដំបងខេត្តបន្ទាយមានជ័យនិងបន្តមករាជធានីភ្នំពេញកាលនោះខ្ញុំនៅជាសិស្សហើយត្រូវបានគេឲ្យទៅរងចាំទទួលព្រះនាងដែរនៅឯសាលាខេត្តបាត់ដំបង